ឆ្នេរសមុទ្រមួយប្លែកណាបងប្អូនហើយថ្ងៃហ្នឹងខ្ញុំនឹងក្រុមគ្រួសារខ្មែរហើយក្រុមគ្រួសារខ្ញុំដែរបាននាំគ្នាទៅលេងឆ្នេរសមុទ្រមួយនៅក្រុងឌីលីទៅនៅក្នុងក្រុងឌីលីហ្នឹងយើងចេញតែពីផ្ទះទៅសិតតែឆ្នេរសមុទ្រហើយព្រោះនៅក្រុងឌីលីហ្នឹងនៅជាប់មាត់សមុទ្រអញ្ចឹងដល់ណាក៏មានតែឆ្នេរសមុទ្រដែរតែឆ្នេរសមុទ្រនៅទីម៉ហ្នឹងទាំងអស់ដូចគ្នាណាបងប្អូនឆ្នេរសមុទ្រខ្លះមានខ្សាច់ពណ៌សឆ្នេរសមុទ្រខ្លះមានខ្សាច់ពណ៌ខ្មៅហើយឆ្នេរសមុទ្រដែរខ្ញុំទៅថ្ងៃនេះអត់មានខ្សាច់សហើយក៏មានខ្សាច់ពណ៌ខ្មៅដែរគឺមានតែដុំគ្រួសតែហ្មងបងប្អូនហើយឥឡូវបងប្អូនចាំមើលផ្លូវនេះយើងជិះទៅនឹងធ្វើដំណើរទៅនឹងគឺត្រូវឆ្លងកាត់ភ្នំឡើងភ្នំចុះភ្នំឆ្លងកាត់សមុទ្រអូរៀងវែងឆ្ងាយដែរតែហ្មងតាទៅដល់ឆ្នេរខ្សាច់ឆ្នេរសមុទ្រដែរមានដុំថ្មក្របគ្រួសច្រើនហ្នឹងណាហើយឥឡូវជិះដល់កន្លែងឆ្នេរសមុទ្រមួយនេះមើលទៅទេសភាពស្អាតដល់ពេលអញ្ចឹងក៏នាំគ្នាចុះថតរូបមួយសិនហើយចាំបន្តដំណើរទៅមុខទៀតនោះបងប្អូនខ្មែរយើងនេះដល់ពីនេះហើយបន្ទាប់ពីចុះថតរូបថតវីដេអូមើលទេសភាពអីហើយពួកយើងក៏បានតដំណើរទៅមុខទៀតឥឡូវតដំណើរទៅមុខទៀតហើយនេះឆ្នេរសមុទ្រដែរពួកខ្ញុំមកលេងថ្ងៃហ្នឹងហើយបងប្អូនឃើញអត់មានខ្សាច់អត់មានខ្សាច់សអត់មានខ្សាច់ខ្មៅទេគឺមានតែដុំគ្រួសតែហ្មងហើយទឹកនៅឆ្នេរហ្នឹងថ្លាល្អដោយសារវាអត់មានខ្សាច់វាមានតែដុំថ្មអញ្ចឹងយើងអាចមើលឃើញដល់បាតហើយមានគេមកហែលទឹកនៅនឹងច្រើនហើយមើលសម្រាប់អ្នកចូលចិត្ត snorkeling មើលពិភពបាតសមុទ្រណាត្រូវម៉ាច់តែហ្មងប៉ុណ្ណឹងនេះទឹកថ្លាល្អ